កំពូលអត្ថប្រយោជន៍10យ៉ាងនៃទឹកអំពៅសម្រាប់សុខភាពនិងស្បែកទឹកអំពៅស្រស់គឺជាភេសជ្ជៈដ៏ពេញនិយមបំផុតជាពិសេសគឺនៅរដូវក្តៅបន្ថែមពីនេះវាសម្បូរទៅដោយសារធាតុចិញ្ចឹមជាច្រើនដូចជាកូលេស្តេរ៉ុលជាតិសរសៃប្រូតេអ៊ីនជាតិសូដ្យូមប៉ូតាស្យូមកាល់ស្យូមម៉ាញ៉េស្យូមនិងជាតិដែករួមនឹងកំពូលអត្ថប្រយោជន៍10យ៉ាងខាងក្រោមនេះ 1. ទឹកអំពៅផ្ដល់ឲ្យអ្នកនូវថាមពលភ្លាមការផឹកទឹកអំពៅគឺជាមធ្យោបាយដ៏ល្អបំផុតក្នុងការផ្ដល់ថាមពលដល់ខ្លួនអ្នកភ្លាមនិងធានាថាអ្នកមិនជួបប្រទះការខ្វះជាតិទឹកនោះឡើយជាតិស្ករសាមញ្ញនៅក្នុងទឹកអំពៅត្រូវបានស្រូបយកបានយ៉ាងងាយស្រួលដោយរាងកាយហើយត្រូវបានគេប្រើដើម្បីបំពេញកម្រិតជាតិស្ករ 2. ទឹកអំពៅជួយបង្កើនមុខងារថ្លើមទឹកអំពៅត្រូវបានគេនិយាយថាជាឱសថធម្មជាតិដ៏ល្អបំផុតមួយសម្រាប់ជំងឺទាក់ទងនឹងថ្លើមដូចជាជំងឺខាន់លឿងដោយសារទឹកអំពៅមានជាតិអាកាឡាំងនៅក្នុងធម្មជាតិវាជួយរក្សាតុល្យភាពអេឡិត្រូលីតក្នុងរាងកាយ 3. ជួយរាងកាយប្រឆាំងនឹងជំងឺមហារីកកំហាប់ខ្ពស់នៃជាតិកាល់ស្យូមម៉ាញ៉េស្យូមប៉ូតាស្យូមជាតិដែកនិងម៉ុងហ្គាណេសធ្វើឲ្យទឹកអំពៅមានជាតិអាកាឡាំងនៅក្នុងធម្មជាតិវត្តមានរបស់សារជាតិនេះជួយឲ្យរាងកាយទប់ស្កាត់នឹងកោសិកាមហារីកជាពិសេសមហារីកក្រពេញប្រូស្តាតនិងមហារីកសូដុន 4. សម្រួលដល់ប្រព័ន្ធរំលាយអាហារក្នុងចំណោមអត្ថប្រយោជន៍ផ្សេងទៀតនៃទឹកអំពៅវាក៏ពិសេសសម្រាប់អ្នកដែលមានបញ្ហារំលាយអាហារផងដែរប៉ូតាស្យូមនៅក្នុងទឹកអំពៅធ្វើឲ្យមានតុល្យភាពកម្រិត pH នៅក្នុងក្រពះជួយសម្រួលដល់ទឹករំលាយអាហារនិងរក្សាប្រព័ន្ធដំណើរការវាក៏ជួយការពារការឆ្លងមេរោគពោះវៀនផងដែរ 5. មានប្រយោជន៍សម្រាប់អ្នកកើតជំងឺទឹកនោមផ្អែមទោះបីជាបរិមាណជាតិស្ករខ្ពស់នៅក្នុងទឹកអំពៅអាចធ្វើឲ្យអ្នកជំងឺទឹកនោមផ្អែមមានការប្រុងប្រយ័ត្នក្នុងការទទួលទានទឹកអំពៅក៏ដោយចុះប៉ុន្តែក្នុងកម្រិតមធ្យមទឹកអំពៅអាចផ្ដល់អត្ថប្រយោជន៍ដល់អ្នកជំងឺទឹកនោមផ្អែមព្រោះវាមានជាតិស្ករធម្មជាតិក្នុងសន្ទស្សន៍ glycemic ទាបដែលអាចការពារការកើនឡើងខ្ពស់នៃកម្រិតជាតិស្ករក្នុងឈាម 6. ទឹកអំពៅរក្សាសុខភាពតម្រងនោមក្នុងនាមជាអាហារធម្មជាតិដែលមានកូលេស្តេរ៉ុលទាបសូដ្យូមទាបមិនមានជាតិខ្លាញ់ឆ្អែតទឹកអំពៅជួយរក្សាដំណងនោមឲ្យស្ថិតក្នុងសុខភាពល្អ 7. ជួយកាត់បន្ថយការឈឺចាប់ដែលទាក់ទងនឹងជំងឺកាមរោគប្រសិនបើអ្នកទទួលទានដោយលាយជាមួយនឹងទឹកកំបោរនិងទឹកដូងទឹកអំពៅអាចជួយកាត់បន្ថយការរលាកក្នុងរាងកាយដែលអាចបណ្ដាលមកពីជំងឺកាមរោគរលាកផ្លូវបង្ហូរទឹកនោមគ្រោះក្នុងតម្រងនោមនិងរលាកក្រពេញប្រូស្តាត 8. ជំនួយដល់ការលូតលាស់ឆ្អឹងនិងធ្មេញលោកអ្នកប្រហែលជាធ្លាប់មានបទពិសោធន៍ទំពាអំពៅទាំងដើមហើយមែនទេតើដឹងទេថាដោយសារអត្ថប្រយោជន៍សម្បូរជាតិកាល់ស្យូមនៃទឹកអំពៅវាមានសមត្ថភាពធានាបាននូវការអភិវឌ្ឍនៃប្រព័ន្ធគ្រោងឆ្អឹងនិងធ្មេញបានយ៉ាងប្រសើរ 9. ទឹកអំពៅកម្ចាត់ក្លិនមាត់និងការពុកធ្មេញធុងក្លិនមាត់មិនល្អទាក់ទងនឹងជំងឺពុកធ្មេញទឹកអំពៅអាចដោះស្រាយបានទឹកអំពៅសម្បូរទៅដោយសារធាតុរ៉ែរួមទាំងកាល់ស្យូមនិងផូស្វ័រហើយថែមទាំងជួយបង្កើតស្រទាប់ធ្មេញនិងពង្រឹងធ្មេញឲ្យរឹងមាំវាក៏ជួយកម្ចាត់ក្លិនមាត់មិនល្អដែលបណ្ដាលមកពីកង្វះសារធាតុចិញ្ចឹមផងដែរ 10. ទឹកអំពៅអាចជួយព្យាបាលរោគមុនបានទឹកអំពៅមានសមត្ថភាពក្នុងការកាត់បន្ថយនិងព្យាបាលបញ្ហាស្បែកដូចជាបញ្ហាមុននេះក៏ព្រោះតែទឹកអំពៅមានជាតិអាស៊ីតដែលវាជួយបង្កើនការផ្លាស់ប្ដូរកោសិកាបានយ៉ាងល្អបន្ថែមពីនេះវាក៏ជួយជំរុះកោសិកាស្បែកដោយបំបត្តិកោសិកានៃការកើតមុនផងដែរទោះបីជាយ៉ាងណាក៏ដោយចូលចងចាំថាការទទួលទានទឹកអំពៅច្រើនហួសកម្រិតពេកវាអាចបង្កបញ្ហាដល់សុខភាពចូលពិសាវាក្នុងកម្រិតមធ្យមដើម្បីទទួលបានអត្ថប្រយោជន៍ទ្វេដងសូមអរគុណចំពោះការតាមដានស្ដាប់និងទស្សនារបស់អស់លោកអ្នក